នេះជាគម្រោងតែងសេចក្តីបែបពន្យល់សម្រាប់អ្នកត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រឡងបាក់ឌុបមានទៅ 1. ផ្ដាំសេចក្តីលំនាំបញ្ហានិយាយពីទស្សនវិជ្ជាទូទៅក្នុងសង្គមតាក់ទងនឹងប្រធានចំណូលបញ្ហាទីមភ្ជាប់ចូលប្រធានដោយចុចដកស្រង់ប្រធានមកដាក់ទាំងស្រុងចំណោទបញ្ហាចោទជាសំណួរថាតើទស្សនៈខាងលើមានអត្ថន័យដូចម្តេចឃ្លាភ្ជាប់សេចក្តីសម្រាប់ភ្ជាប់ផ្ដើមសេចក្តីមកពីតួសេចក្តីឧទាហរណ៍ដើម្បីជាប្រទីបដើម្បីបកស្រាយប្រធានឲ្យបានក្បោះក្បាយកបីយើងត្រូវស្វែងយល់ពាក្យឬកន្សោមពាក្យដែលមាននៅក្នុងប្រធាននេះជាមុនសិន 2. តួសេចក្តីឃ្លាភ្ជាប់សេចក្តីសម្រាប់ភ្ជាប់ផ្ដើមសេចក្តីមកពីតួសេចក្តីឧទាហរណ៍ដើម្បីជាប្រទីបដើម្បីបកស្រាយប្រធានឲ្យបានក្បោះក្បាយកបីយើងត្រូវស្វែងយល់ពាក្យឬកន្សោមពាក្យដែលមាននៅក្នុងប្រធាននេះជាមុនសិនពន្យល់ពាក្យរើសពាក្យពិបាកក្នុងប្រធានមកពន្យល់ន័យចំបើសិនជាយើងមិនច្បាស់កុំបីប្រើពាក្យថាសំដៅដល់ឬក៏ចង់សំដៅដល់ឧទាហរណ៍ពាក្យទ្វេភាគីចង់សំដៅដល់ពន្យល់នៃប្រធានសង្ខេបនៃរួមរបស់ប្រធានទាំងមូលបកស្រាយប្រធានរៀបរាប់បង្ហាញហេតុផលថាហេតុអ្វីបានជាប្រធាននេះត្រឹមត្រូវលើកឧទាហរណ៍ស្រង់សាច់រឿងអក្សរសិល្ប៍រូបភាពសង្គមមកបញ្ជាក់ឲ្យច្បាស់ 3. បញ្ចប់សេចក្តីមាន2ចំណុចវិតម្លៃប្រធានសរុបឡើងវិញថាប្រធានមានតម្លៃត្រឹមត្រូវនិងមានប្រយោជន៍មតិផ្ទាល់ខ្លួនបង្ហាញការប្រាជ្ញាចិត្តឬសារអប់រំសម្រាប់ខ្លួនឯងនិងសង្គម